អ្នកបាននិយាយថាអ្នកនឹងរងចាំរហូតដល់ចៃរបស់អ្នកមានលុយគ្រប់គ្រាន់ដើម្បីបង្កើតជាភូមិទាំងមូលមុនពេលផ្ដល់វាជាអំណោយប្រែថាអ្នកគ្រាន់តែលេងសើចនឹងខ្ញុំប៉ុណ្ណោះវាជារឿងរបស់ខ្ញុំដែលខ្ញុំឲ្យវាទៅដំបងឡើយខ្ញុំមានបំណងឲ្យវាជាពិសេសដល់ប្អូនប្រុសរបស់ខ្ញុំគូឆាងគឺតើអ្នកណានឹងគិតថាខ្ញុំនឹងជួបអ្នកឆ្មាចាស់អ្នកពិតជាសំណាងណាស់កុំរំខានអីសាច់គោនឹងត្រជាក់ប្អូនប្រុសរបស់ខ្ញុំគូឆាងគឺសំរបស់អ្នកពិតជាឆ្ងាញ់ណាស់ឈីងសួនមួយឆេនប្រញាប់ឡើងហើយញ៉ាំអាហារនេះឱកាសមាសបែបនេះមិនកើតឡើងញឹកញាប់ទេគូឆាងគឺនឹងរើភ័យណែណាហេតុអ្វីបានជាខ្ញុំមិនបានឃើញរើភ័យខ្ញុំបានបញ្ជូនរើភ័យឲ្យទៅបួសដើម្បីហ្វឹកហាត់គាត់កំពុងប្រើប្រាស់ពេលវេលានេះដើម្បីពង្រឹងមូលដ្ឋានហ្វឹកហាត់របស់គាត់និយាយពីរឿងនេះអ្វីនៅខាងក្រៅមិនសូវស្ងប់ស្ងាត់ប៉ុន្មានទេអ្នកនឹងរើភ័យមិនគួរចេញទៅក្រៅឈីងសួនសម្រាប់ពេលនេះទេមានរឿងអ្វីកើតឡើងវាដោយសារតែនិកាយហ្វឺនធាននិងប៉មវ៉ាន់ហ្វាកំពុងប្រយុទ្ធគ្នាវាគួរឲ្យអស់សំណើចណាស់មែនទេបន្ទាប់ពីនិកាយហ្វឺនធានបានចាក់ចេញពីនិកាយឈីងសួនរបស់យើងនៅថ្ងៃនោះពួកគេត្រូវបានគេវាយដំបួនដងក្នុងមួយយប់ខ្ញុំបានឮថាក្រុមទាំងមូលរបស់ពួកគេនៅតែដេកលើគ្រែមិនអាចវាបានផងហឹមខ្ញុំក៏បានរឿងនោះដែរវាហាក់ដូចជានេះជាការងាររបស់មនុស្សមកពីប៉មវ៉ាន់ហ្វាប៉ុមនេះដោយពឹងផ្អែកលើអំណាចដ៏ធំធេងរបស់វាធ្វើសកម្មភាពតាមអំពើចិត្តប្រសិនបើមិនមែនដោយសារតែអ្នកទាំងពីរនេះបានតាមដានពួកគេដោយសម្ងាត់នៅថ្ងៃនោះទេពួកគេនឹងត្រូវបោកបញ្ឆោតដោយទង្វើរបស់ពួកគេហើយមើលឥឡូវនេះភីគីទាំងពីរបានបាត់បង់អ្នកជំនាញកម្រិតស៊ីហ្វេនជាច្រើនអ្នកហើយអាណាព្យាបាលកម្រិតដងធាន3អ្នកក៏បានស្លាប់ផងដែរប៉មវ៉ាន់ហ្វាមានសំណាងណាស់មានតែអ្នកជំនាញកម្រិតដងធានមួយចំនួនតូចប៉ុណ្ណោះដែលរងរបួសស្រាលហើយមានតែអ្នកជំនាញកម្រិតស៊ីហ្វេន2អ្នកប៉ុណ្ណោះដែលបានបាត់បង់អ្វីដែលសំខាន់បំផុតនោះគឺហ្វឺនធានគង់ដែលជាទីក្រុងនៃធម្មវិញ្ញាណត្រូវបានដណ្ដើមយកដោយប៉មវ៉ាន់ហ្វាហ្វឺនធានគង់ប្រកាសជាខឹងសម្បាយ៉ាងខ្លាំងប៉ុន្តែអ្នកណាដឹងថារឿងនេះនឹងកើនឡើងដល់កម្រិតណាវាជាការល្អបំផុតក្នុងការជៀសវាងការពាក់ព័ន្ធនេះពិតជាចម្លែកណាស់ធម្មពលនៅក្នុងលោកលៀនមានធម្មពលខ្លាំងមិនគួរឲ្យជឿយើងបានប្រើថ្នាំបន្សាបជាតិពលចំនួន7មុខនិងថ្នាំរំលាយធម្មពលចំនួន3មុខប៉ុន្តែយើងមិនអាចចូលទៅជិតវាបានឡើយតើលោកអាចព្យាបាលវាបានទេប្រសិនបើរឿងនេះនៅតែបន្តជីវិតចាស់របស់ខ្ញុំនឹងត្រូវបំផ្លាញទាំងស្រុងដោយវាលោកម្ចាស់លៀនមិនមែនថាយើងគ្មានសមត្ថភាពនោះទេគ្រាន់តែអំណាចនេះលើសលប់ពេករបួសនេះពិតជាចម្លែកណាស់យើងខ្វះចំណេះដឹងគ្រប់គ្រាន់ដើម្បីស្វែងរកវិធីព្យាបាលចំពោះសំណងវិញយើងមិនអាចទទួលយកវាបានឡើយសូមលោកម្ចាស់សូមសាកល្បងវិធីផ្សេងចូលយើងបន្ទាបខ្លួនហើយស្វែងរកជំនួយពីបរិសុទ្ធចំណាស់នៃហ៊ូវ៉ាន់ហ្វាខ្ញុំបានឮថាយួនចាងបានឲ្យហ៊ូវ៉ាន់ហ្វាថ្នាំគ្រាប់មួយគ្រាប់នៅក្នុងដៃរបស់គាត់ដែលអាចព្យាបាលរបួសចម្លែកនេះអូទេលោកចង់ឲ្យខ្ញុំអង្វរបរិសុទ្ធចំណាស់នោះមែនទេគាត់ប្រហែលជាចង់ឃើញភាពអស់សង្ឃឹមរបស់ខ្ញុំរបួសនេះអាចជាទង្វើរបស់គាត់ដែលបង្កឡើងនៅពីក្រោយខ្នងខ្ញុំតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីហ៊ូវ៉ាន់ហ្វាខូខើពេកហើយក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះដែលនេះខូចទៅហើយតើយើងអាចអង្វរពួកគេដោយរបៀបណាស្វែងរកគ្រូពេទ្យដែលមានជំនាញជាងនេះមកឲ្យខ្ញុំបើគ្មានគ្រូពេទ្យនៅសួនចៅទេចូលរកគ្រូពេទ្យម្នាក់ពីរដ្ឋផ្សេងខ្ញុំមិនជឿថាបើគ្មានហ៊ូវ៉ាន់ហ្វាខ្ញុំមិនអាចព្យាបាលរឿងនេះបានទេបញ្ហានេះមិនអាចបញ្ចប់ដោយងាយស្រួលបែបនេះទេនិកាយផ្សេងទៀតក៏ពាក់ព័ន្ធដែរចូលទៅលួចលាក់ទៅកាន់និកាយឈីងសៀននិងនិកាយប្រជាជនហ្វេននៅពេលណាមួយប្រសិនបើខ្ញុំដឹងថាអ្នកណានៅពីក្រោយរឿងនេះខ្ញុំនឹងធ្វើឲ្យពួកគេបង់ប្រាក់យ៉ាងច្រើនយល់ហើយលោកម្ចាស់ខ្ញុំនឹងដោះស្រាយវាភ្លាមរឿងរបស់បន្លាហ៊ូនហ្វាអាចរងចាំបានឥឡូវនេះអ្វីដែលសំខាន់បំផុតនោះគឺត្រូវស្វែងយល់ឲ្យបានច្បាស់ពីអ្វីដែលបានកើតឡើងនៅយប់នោះដំបូងឡើយខ្ញុំចង់ឃើញ French and Gong និង Huan Fa ប្រយុទ្ធគ្នារហូតដល់ពួកគេទាំងពីរត្រូវបានបំផ្លាញចោលខ្ញុំមិនដែលរំពឹងថាបុរសចំណាស់នោះនឹងផ្លាស់ប្ដូរឥរិយាបថរបស់គាត់ទេវាហាក់ដូចជាខ្ញុំត្រូវផ្ញើព័ត៌មានទៅប៉ាក់ខេងឈួនយ៉ាងរហ័ស French and Gong លាក់តួអង្គគួរឲ្យចាប់អារម្មណ៍មួយចំនួនសមរភូមិនេះហាក់ដូចជារស់រវើកជាងការរំពឹងទុករបស់ខ្ញុំតើអ្នកកំពុងគិតអ្វីប្អូនប្រុស Get Changer អ្នកហាក់ដូចជារវល់ពីមុនតើអ្នកព្រួយបារម្ភអំពីតុកតៅសេនៅ French and Gong ទេគ្មានអ្វីទេខ្ញុំគ្រាន់តែគិតថា French and Gong បានផ្លាស់ប្ដូរច្រើនណាស់ខ្ញុំគិតថាវានឹងមិនបញ្ចប់ដោយងាយស្រួលនោះទេអ្នកណាថាវាមិនបញ្ចប់ដោយងាយស្រួលលើកនេះពួកគេបានបាត់បង់ឈាមឈានសងអាណាព្យាបាលកម្រិតធាននិងសូម្បីតែទីក្រុងដំបូងពួកគេប្រហែលជាកំពុងរៀបចំផែនការអាក្រក់ទោះបីជាវាជាផែនការអាក្រក់យ៉ាងណាក៏ដោយរឿងសំខាន់គឺថាយើងញ៉ាំឆ្អែតហើយអរគុណពូហ្គាកុំមើលមកខ្ញុំបែបនោះខ្ញុំនៅសល់តែថ្នាំយល់យន់ឈិនមួយគ្រាប់ប៉ុណ្ណោះនោះហើយជាអ្វីទាំងអស់ដែលខ្ញុំមានចំពោះថ្នាំវេទមន្តវិញ្ញាណដើមវិញខ្ញុំនៅសល់តិចជាង10ដំណក់ទៀតមិនមានច្រើនទេដែលនៅសល់ខ្ញុំនៅតែត្រូវការបំរុងទុកធនធានមួយចំនួនសម្រាប់ការបណ្ដុះបណ្ដាលរបស់ខ្ញុំមិនមានន័យបែបនោះទេខ្ញុំគ្រាន់តែមានអារម្មណ៍មន្តថាវិធីសាស្ត្ររបស់អ្នកពិតជាអស្ចារ្យមែនហើយបងប្រុស Changer ខ្ញុំពិតជាអរគុណអ្នកសម្រាប់ថ្ងៃនេះខ្ញុំមានកំណប់ទ្រព្យយល់យន់ឈិនថិនមួយគំនោនៅក្នុងដៃរបស់ខ្ញុំនិងថ្នាំវេទមន្តវិញ្ញាណមួយពីពេញប៉ុន្តែផ្លូវដើម្បីបណ្ដុះបណ្ដាលដល់កម្រិតខ្ពស់បំផុតទាមទារឲ្យមានការចម្រាញ់ប្រសិនបើខ្ញុំលះបង់កំណប់ទ្រព្យទាំងនេះដោយងាយពេកដោយអនុញ្ញាតឲ្យសិស្សរបស់ខ្ញុំឈានដល់កម្រិតនោះដោយមិនចាំបាច់ប្រឹងប្រែងតើពួកគេនឹងដឹងគុណតម្លៃរបស់វាយ៉ាងដូចម្តេចយ៉ាងណាក៏ដោយចូលយើងផឹកតែបន្ទាប់ពីផឹកតែចូលយើងហាត់បន្តិចចៅហ្វាយនិកាយបានឮថារបួសរបស់លាវឈៀនសុងមិនទាន់ជាសះស្បើយនៅឡើយទេព្រឹទ្ធាចារ្យបីរូបមកពីជ្រលងភ្នំអេលីស៊ីរបានទៅកាន់ French and Gong ដោយខ្លួនឯងប៉ុន្តែគ្មានប្រយោជន៍ទេអូសូម្បីតែមនុស្សមកពីជ្រលងភ្នំអេលីស៊ីរក៏គ្មានវិធីសាស្ត្រដែរ
គួរឲ្យចាប់អារម្មណ៍ណាស់ប៉ុន្មានថ្ងៃចុងក្រោយនេះប្រជាជននៃ Vincent Gong បានក្លាយជាមនុស្សក្រអឺតក្រទុំកាន់តែខ្លាំងឡើងដោយញុះញង់ឲ្យមានបញ្ហានៅតាមព្រំដែនជាប្រចាំជាការពិតណាស់យើងមិនបានបណ្ដោយខ្លួនពួកគេទេយើងបានឆ្លៀតឱកាសនេះដើម្បីដណ្ដើមយកទីក្រុងមួយក្នុងចំណោមទីក្រុងដំបូងរបស់ពួកគេហើយបានសម្លាប់អ្នកដាំដុះជាច្រើនអ្នកនៅកម្រិតខ្ពស់បំផុតសូម្បីតែហ៊ុញហួរអ្នកណែនាំខាងវិញ្ញាណរបស់យើងក៏មិនខ្លាចពួកគេដែរប៉ុន្តែយើងមិនអាចទទួលយកអំពើបាបនេះដោយអកម្មបានទេមេនិកាយនិយាយត្រូវយើងបានស៊ើបអង្កេតជាបន្តបន្ទាប់ប៉ុនតែមិនបានរកឃើញមុខមាត់ថ្មីណាមួយនៅក្នុងឆ្វ័យនោះទេអ្នកជំនាញជាន់ខ្ពស់ម្នាក់បានបង្ហាញខ្លួនវាអាចទៅរួចដែលថាជាហ្វាយនីម្នាក់មកពីនិកាយមួយផ្សេងទៀតនៅពីក្រោយវាឧទាហរណ៍និកាយ King Chuan តាមដែលខ្ញុំដឹងពួកគេមានជាហ្វាយនីជាន់ខ្ពស់នៅកម្រិត Renfu គឺ Chuan Chenche ប្រសិនបើគាត់នៅរស់គាត់ប្រហែលជាបានឈានដល់កម្រិតស្តេចរួចហើយ Chuan Chenche វាជាយូរណាស់មកហើយចាប់តាំងពីខ្ញុំបានឮឈ្មោះនោះព្រឹទ្ធាចារ្យជាន់ខ្ពស់សូមទៅកាន់និកាយ King Chuan និងនិកាយផ្សេងទៀតដូចជា Chuan នោះហើយស៊ើបអង្កេតពួកគេទាំងពីរឲ្យបានហ្មត់ចត់ចងចាំថាត្រូវប្រុងប្រយ័ត្នខ្ពស់ហើយកុំបង្ហាញអត្តសញ្ញាណរបស់អ្នកខ្ញុំនឹងបញ្ជូនអ្នកទៅប្រជាជនមកពី Vincent កំពុងធ្វើដំណើរមកហើយប្រជាជនមកពី Huang Veng ក៏នឹងមកដែរអ្វីកាន់តែមានភាពរុងរវើកឡើងថ្ងៃនេះយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្អូនប្រុស Changer ចំពោះបដិសណ្ឋារកិច្ចរបស់អ្នកយើងនឹងចងចាំនៅសេចក្តីសប្បុរសនេះប្អូនប្រុសChanger មិនចាំបាច់បង្ហាញការដឹងគុណរបស់យើងទេនៅពេលអនាគតប្រសិនបើមានអ្វីដែលយើងអាចធ្វើបានដើម្បីបម្រើអ្នកពួកសិស្សនៃភ្នំឈិនីនឹងរីករាយក្នុងការស្លាប់សម្រាប់អ្នកសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកប្អូនប្រុសសូមធ្វើដំណើរដោយសុវត្ថិភាពប្អូនប្រុសChanger តើមានអ្វីផ្សេងទៀតទេនៅខាងក្នុងមានថ្នាំយូជាមួយគ្រាប់និងដបទឹកដើមកំណើត Pinion មួយដបរបៀបប្រើប្រាស់វាអាស្រ័យលើអ្នកដែលជាមេនិកាយប្អូនប្រុសរបស់ខ្ញុំChanger ខ្ញុំនឹងទៅដោយខ្លួនឯងលោកគ្រូយើងហៀបនឹងទម្លុះទៅកម្រិតបន្ទាប់ហើយការរួមសំណៃសេចក្តីស្រឡាញ់គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ58នាក់ដែលនៅសល់នឹងបន្តបន្ទាប់ប៉ុន្តែចាប់ពីពេលនេះទៅវានឹងជាកម្រិតសិស្សសាហាវបានមកដល់ពេលវេលាត្រឹមត្រូវតើអ្នកគិតថាវាជាគំនិតល្អទេក្នុងការរក្សារឿងនេះជាសម្ងាត់ពីឈៀវយ៉ាងឆេក្មេងនេះបានធ្វើការឲ្យនិកាយអស់រយៈពេលជាច្រើនឆ្នាំសក់របស់គាត់មានពណ៌ជាងពាក់កណ្ដាលគាត់បានធ្វើការដោយមិនចេះនឿយហត់ខ្ញុំគិតថាវាជាការប្រសើរជាងដែលមិនប្រាប់គាត់ហេតុអ្វីបានជាយើងទាំងអស់គ្នាបានទៅដល់អាណាចក្រស្ដេចនៅពេលនេះចំពោះខ្ញុំបានទៅដល់កំពូលនៃអាណាចក្រស្ដេចរួចហើយប្រសិនបើរឿងនេះទៅដល់ត្រចៀករបស់ឈៀវយ៉ាងឆៃដោយធម្មជាតិរបស់គាត់អាចនឹងក្លាយទៅជាក្រអឺតក្រទុំហើយភ្លេចខ្លួនឯងប្រសិនបើសិស្សនៃនិកាយបង្កបញ្ហានឹងនាំមកនូវគ្រោះថ្នាក់ដោយសារតែភាពក្រអឺតក្រទុំរបស់ពួកគេយើងគួរតែរក្សាអ្វីដែលអ្នកបាននិយាយជាសម្ងាត់សម្រាប់ពេលនេះចូលយើងរងចាំរហូតដល់ភស្តុតាងរបស់និកាយកាន់តែរឹងមាំមុនពេលប្រាប់គាត់សិស្សជួយហេងគោរពដល់បុព្វបុរសហេតុអ្វីបានជាអ្នកមានពេលមកលេងយើងមនុស្សចាស់ថ្ងៃនេះសូមថែរក្សាសុខភាពផងដូនតាខ្ញុំទទួលបានដាវសួរនិងដំណក់ទឹកដុំមួយចំនួនសិស្សថ្នាក់ក្រោមរបស់ខ្ញុំបាននិយាយថាពួកវាជាវប្បធម៌ចាប់ផ្ដើមនៃត្រីផែនដីគឺសង្ឃឹមថានេះនឹងមានប្រយោជន៍សម្រាប់ដូនតាទី5នេះមានតម្លៃពេកហើយយើងមិនទាន់លែងលះគ្នាផងយើងរស់នៅបានយូរគ្រប់គ្រាន់ហើយទុកវាសម្រាប់អ្នកដែលត្រូវការវានៅក្នុងនិកាយសូមដូនតាទទួលយកអំណោយដ៏ស្មោះស្ម័គ្ររបស់សិស្សនេះប្រសិនបើដូច្នោះមែនបងប្រុសទី5រាងកាយរបស់អ្នកខ្សោយបំផុតបន្ទាប់មកខ្ញុំនឹងទទួលយកវាជាមុនសិនដោយខ្មាស់អៀននេះមានតម្លៃពេកហើយអ្នកចាស់ទុំគុំរំភើបពេកលេបវាយឺតតែវិញ្ញាណនេះក៏ជារបស់របរប្រមូលរបស់សិស្សថ្នាក់ក្រោមរបស់ខ្ញុំដែរពួកគេនិយាយថាវាធ្វើឲ្យចិត្តស្ងប់និងចិញ្ចឹមជីហើយផ្ដល់ឱកាសឲ្យសម្រេចបានការត្រាស់ដឹងតើនិកាយសុខសប្បាយជាទេសៀវយ៉ាងជឿអរគុណចំពោះពរជ័យរបស់ដូនតាអ្វីគ្រប់យ៉ាងមានសន្តិភាពយូសិស្សឆ្លើយយប់ជ្រៅហើយអ្នកទាំងអស់គ្នាទៅធ្វើកិច្ចការរបស់អ្នកទៅខ្ញុំសូមលាហើយសូមបុព្វបុរសទាំងឡាយសម្រាប់បានស្រួលលឿនឡើងពង្រឹងរបាំងបង្កើតបីសតបទៀតតើនេះជាតែវិញ្ញាណពិតមែនឬខ្ញុំធ្លាប់ឃើញវាត្រូវបានពិពណ៌នានៅក្នុងអត្ថបទបុរាណប៉ុណ្ណោះគ្រាន់តែក្លិនតែនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងបានត្រាស់ដឹងលឿនឡើងចូលយើងភ្លក់វាដំបូងបើនេះជាតែវិញ្ញាណពិតមែនយើងត្រូវតែរៀបចំខ្លួនឲ្យបានល្អបងប្រុសទី2និយាយត្រូវយើងត្រូវរៀបចំខ្លួនឲ្យបានល្អបងប្រុសទី5ជនអាក្រក់នោះគាត់លេបស្លឹកតែមួយសន្លឹកទាំងមូលបែបនោះខ្ជះខ្ជាអ្វីនៅសល់មួយសន្លឹកទៀតកុំឲ្យវាខ្ជះខ្ជាឲ្យសោះយើងត្រូវសួរគូឆាងហ្គើអំពីរឿងនេះតែនេះមកពីណាពួកចៅហ្វាយនិកាយភ្លេចនិយាយថាការប្រកួតប្រចាំឆ្នាំរបស់និកាយនឹងមានរយៈពេល4ខែទៀតមានរឿងអ្វីកើតឡើងពួកចៅហ្វាយនិកាយគ្មានអ្វីទេបងប្រុសទី5ទើបតែមានបណ្ដាសាចាស់ខ្ញុំនឹងទៅយកគូឆាងហ្គើឥឡូវនេះមិនចាំបាច់ទេវាមិនចាំបាច់រំខានគាត់ជាមួយរឿងបែបនេះទេឆាងគឺអ្នកត្រឡប់ទៅប្រើកំសៀវវិញខ្ញុំមិនដឹងថាគាត់យកចានប៉ូសេឡែនរដុបនិងមានស្លាកស្នាមហោះនោះមកពីណាទេខ្ញុំខំថ្មិញរួចបោះស្លឹកតែ5សន្លឹកចូលក្លិនក្រអូបនៃតែបានបំពេញរាងកាយរបស់ខ្ញុំឆ្លងកាត់ផ្លូវដង្ហើមរបស់ខ្ញុំហើយទៅលើថ្មអារម្មណ៍ដ៏ខ្លាំងក្លានៅជុំវិញខ្ញុំហាក់ដូចជារំកិលនិងរំពាត់ខ្ញុំកំទេចឈើឆ្លាក់យ៉ាងជ្រៅទៅក្នុងជញ្ជាំងទីធ្លាដែលត្រូវបានបំផ្លាញវត្តធននេះហាក់ដូចជារស់រវើកជាងកូនចៅនៃភ្នំជីជូទៅទៀតរងចាំរហូតដល់ខ្ញុំចេញពីទីនេះនាងនឹងបង្រៀនមេរៀនមួយដល់សួនយ៉ាងជឿ
នាងនឹងបង្រៀនមេរៀនមួយដល់សួនយ៉ាងជឿពិតជាស័ក្តិសមជាអ្នកមានទេពកោសល្យកម្រិតខ្ពស់ក្នុងរយៈពេលតិចជាង1ខែពីការគ្មានការវាយប្រហារតតែសោះរហូតដល់ការបង្រួមអំណាចទៅកណ្ដាលវាលស្រែហើយនេះសូម្បីតែខ្ញុំដោយចេតនាបង្ក្រាបអំណាចរបស់ខ្ញុំលោកគ្រូខ្ញុំបានទម្លាយចូលហើយកុំមកចិត្តពេកអ្នកមានក្លិនដូចទឹកមាត់សត្វហាហាបរិះម្នាក់អាចបង្រួមអំណាចទៅកណ្ដាលវាលស្រែបានលឿនម្លេះលើសពីនេះខ្ញុំមានមហិច្ឆតាចង់ទម្លុះដល់កម្រិតខ្ពស់បំផុតតើខ្ញុំមានជំនាញដូចម្ចាស់របស់ខ្ញុំឥឡូវនេះទេជាធម្មតាម្ចាស់របស់ខ្ញុំគ្រាន់តែអង្គុយញ៉ាំគ្រាប់ពូជផឹកតែឬគ្រាន់តែសង្កេតមើលព្រះអាទិត្យគាត់ហាក់ដូចជាមិនអនុវត្តតតែសោះប្រហែលជាគាត់នៅតែស្ថិតនៅក្នុងអាណាចក្របង្រួមកម្រិតមធ្យមបរិស្ថាននៅលើភ្នំជូជូគឺល្អណាស់ប៉ុន្តែម្ចាស់របស់ខ្ញុំមិនដឹងពីរបៀបថែរក្សាវាឲ្យបានល្អទេម្ចាស់អ្នកគួរតែថែរក្សាខ្លួនឯងឲ្យបានល្អជាងចាប់ពីពេលនេះទៅខ្ញុំនឹងការពារអ្នកម្ចាស់សិទ្ធបានងូតទឹករួចរាល់ហើយតើអ្នករកចប់ហើយឬនៅម្ចាស់សិទ្ធដឹងពីកំហុសរបស់គាត់ទំព័រទី9គឺល្អប៉ុន្តែត្រូវចាំថាកុំឲ្យក្រអឺតក្រទុំឬអួតអាងម្ចាស់សិទ្ធទីចង់ប្រយុទ្ធជាមួយអ្នកចង់សាកល្បងជំនាញរបស់ខ្ញុំម្ចាស់ខ្ញុំហ៊ានខ្ញុំគ្រាន់តែចង់ដឹងថាតើគម្លាតរវាងខ្ញុំនិងអ្នកធំប៉ុណ្ណាម្ចាស់ល្អបើដូច្នេះខ្ញុំនឹងលេងជាមួយអ្នកបន្តិចម្ចាស់កុំវាយខ្ញុំសិទ្ធដឹងថាគាត់ខុសតើអ្នកណៃលើនេះដែលនិយាយថាពួកគេចង់ឃើញគម្លាតនៃជំនាញស៊ីឌីគិតថាគាត់បានខិតខំធ្វើការយ៉ាងខ្លាំងទោះបីជាលោកម្ចាស់ក៏ស្ថិតនៅក្នុងអាណាចក្របង្រួមកម្រិតមធ្យមដែរហេតុអ្វីបានជាខ្ញុំមិនអាចប៉ះគាត់បានប៉ុន្តែវាគ្រាន់តែអំពីកម្លាំងប៉ុណ្ណោះចំណុចសំខាន់គឺការគ្រប់គ្រងអំណាចនិងការចាប់យកឱកាសទោះបីជាអ្នកកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយបទពិសោធន៍ប្រយុទ្ធរបស់អ្នកនៅតែខ្វះខាតអ្នកត្រូវការបណ្ដុះបណ្ដាលបន្ថែមទៀតខ្ញុំយល់ប៉ុន្តែការពិតដែលថាអ្នកអាចសម្រេចបាននៅរឿងនេះក្នុងរយៈពេលដ៏ខ្លីការបង្រួមអំណាចនិងការឈានដល់កម្រិតមធ្យមគឺល្អជាងមនុស្សភាគច្រើនសូមអបអរសាទរម្ចាស់ផ្ទះចំពោះការចុះឈ្មោះដោយជោគជ័យអ្នកបានទទួលដល់5000ឆ្នាំសូមអបអរសាទរម្ចាស់ផ្ទះចំពោះការផ្ដល់វត្តធានឌីស៊ូបៀនហុងលីងឡុងសូមអបអរសាទរម្ចាស់ផ្ទះចំពោះការផ្ដល់បន្ទះជាពង្រឹងឆ្អឹងត្រីកម្រិតអធិរាជដែលមានគុណភាពខ្ពស់បំផុតអ្នកមិនអាក្រក់តតែសោះថ្ងៃមួយទៀតដែលខ្ញុំទទួលបានអ្វីមួយដោយឥតគិតថ្លៃដោយមិនចាំបាច់ធ្វើការជីវិតគឺទេណាខ្ញុំពិតជាចំណែននឹងអ្នកធ្វើការប្រាក់ខែទាំងនោះក្នុងជីវិតមុនរបស់ខ្ញុំដែលរីករាយនឹងវប្បធម៌ការងារ996ហេតុអ្វីបានជាខ្ញុំមិនមានសំណាងបែបនោះបន្ទះជីពង្រឹងឆ្អឹងត្រីកម្រិតអធិរាជចំនួន10ដែលរំពាត់ដោយអំណាចនៃឆ្អឹងត្រីប្រៃអាចបង្កើនជំនាញនិងដោះស្រាយរឿងក្នុងពេលដំណើរគ្នាកណ្ដុរទាំងនោះដែលលាក់ខ្លួននៅក្នុងទីងឹតកំពុងតែកាន់តែមិនស្ងប់នេះជាហេតុផលមួយដែលធ្វើឲ្យមេនិកាយនិងមេនិកាយនៃកម្ពុជាភ្នំឈីងយូតែងតែស្វែងរកកន្លែងជ្រកកោនដើម្បីពង្រឹងជំនាញរបស់ពួកគេប្រសិនបើអ្នកត្រូវប៉ាន់ស្មានថាអ្នកណាដែលលាក់ខ្លួននៅក្នុងទីងឹតតួលេខងឹតទាំងនេះនឹងបង្កភាពប្រញ៉េញ៉ៃដ៏ធំមួយនិងបំផ្លាញអ្វីគ្រប់យ៉ាងពួកវានឹងបម្រើជានុយសម្រាប់អ្នកដទៃវាប្រហារតែប៉ុណ្ណោះដោយសារពួកគេជាអ្នកដែលបានបំផ្លាញនិកាយបំបែកសុទ្ធមុនគេសូមឲ្យនិកាយហ្វេនយកគ្រាប់កាំភ្លើងសម្រាប់ពួកវាចូលយើងរងចាំមើលថាតើរឿងរ៉ាវនឹងទៅជាយ៉ាងណាហើយប្រសិនបើយ៉ានឆាងវីនលូចូលឲ្យគាត់ភ្លក់រសជាតិជាចាប់ឲ្យគាត់ភ្លក់ថ្នាំរបស់គាត់ញ៉ាំ4ពេលក្នុងមួយថ្ងៃរយៈពេល2ថ្ងៃអូកញ្ជ្រោង2ក្បាលបានសហការគ្នានេះនឹងសប្បាយណាស់តើអ្នកបានឮដំណឹងនេះទេមេបញ្ជាការកម្ពុជានៃវិមានអណ្ដាតភ្លើងស្ថានស៊ូក្រនិងប៉មភ្លើង10000បានប្រយុទ្ធគ្នានៅនិកាយបំបែកសុទ្ធហើយវាមិនមែនគ្រាន់តែជាការប្រយុទ្ធធម្មតានោះទេខ្ញុំបានឮថាយ៉ានឆាងអាវីននៃវិមានអណ្ដាតភ្លើងស្ថានស៊ូក្រត្រូវបានគេវាយរហូតដល់ក្អួតឈាមបណ្ណាល័យរបស់និកាយបំបែកសុទ្ធត្រូវបានឆេះពាក់កណ្ដាលប្រហែលជានៅសល់តែអត្ថបទបុរាណមួយចំនួនតូចប៉ុណ្ណោះអណ្ដាតភ្លើងបានបំភ្លឺពាក់កណ្ដាលមេឃអ្នកអាចមើលឃើញវាពីចម្ងាយ100លីប៉មភ្លើង10000និងវិមានអណ្ដាតភ្លើងស្ថានស៊ូក្របានឆ្លោះប្រកែកគ្នាអស់រយៈពេលជាច្រើនថ្ងៃមកហើយប៉ុន្តែប្រសិនបើពួកគេនឹងប្រយុទ្ធគ្នាចូលឲ្យពួកគេប្រយុទ្ធគ្នាហេតុអ្វីបានជាពួកគេត្រូវទៅរហូតដល់និកាយបំបែកសុទ្ធនេះច្បាស់ជាល្បិចកដោយចេតនាតើអ្នកណានឹងទៅដល់ទីនោះខ្ញុំបានឮថាអ្នកទាំងពីរនោះបានរត់ដោយចេតនាទៅកាន់ទីតាំងសំខាន់មួយនៅក្នុងនិកាយចោះសុទ្ធខ្ញុំបានឮថាវាគឺដោយសារតែបរិះចំណាស់4និកាយចោះសុទ្ធខ្ញុំបានឮថាវាគឺដោយសារតែបរិះចំណាស់2នាក់នោះបានលួចចូលទៅក្នុងនិកាយចោះសុទ្ធនៅពេលយប់ហើយបានប្រយុទ្ធគ្នានៅទីនោះឈរនៅចំកណ្ដាលខ្ញុំអាចនិយាយបានមួយម៉ាត់ថាភីគីមខាងទៀតបានមកខុបខិតជាមួយនិកាយបូជីងតើនោះជាការពិតទេមែនហើយព្រឹទ្ធាចារ្យធំនៃវិមានវ៉ាន់ហ្វាមានអំណាចខ្លាំងពេកគាត់ថែមទាំងអាចកម្ចាត់មនុស្សសាមញ្ញបំផុតនៃមនុស្សជាតិទៀតផងប្រសិនបើដូច្នោះមែននោះយ៉ានឆាងវីនកំពុងជួបបញ្ហាយ៉ានឆាងវីនបានរកឃើញផ្លាកសញ្ញាអាណាព្យាបាលនៃវិមានហ្វឺនធាននៅក្នុងទ្រូងរបស់គាត់ខ្ញុំបានឮថាសូម្បីតែបន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងបែបនេះក៏ដោយក៏ពួកគេមិនស្លាប់ដែរទាំងអស់នេះគឺដោយសារតែវត្ថុនេះការពារពួកគេចំពោះព្រឹទ្ធាចារ្យធំនៃវិមានវ៉ាន់ហ្វាខ្ញុំបានឮថានិកាយរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងគ្រាន់តែស្រមៃមើលរឿងនោះអ្វីទាំងអស់ត្រូវបានបាត់បង់វាពិតជាបំផ្លិចបំផ្លាញយ៉ាងខ្លាំងប្រយុទ្ធតាមដែលអ្នកចង់បានប៉ុន្តែអ្នកត្រូវតែមកនិកាយរបស់ខ្ញុំប្រអប់គម្ពីរដ៏កម្រចំនួន3នៅក្នុងសាមីសត្រូវបានដុតឆ្នាំងអាល់គីមីអាយុ7000ឆ្នាំនៅក្នុងបន្ទប់អាល់គីមីត្រូវបានបំផ្លាញសូម្បីតែស្នូលនៃរបាំងការពាររបស់និកាយក៏ត្រូវបានដុតផ្សែងខ្មៅហុយចេញតើខ្ញុំបានធ្វើអ្វីដល់អ្នកដូនតារបស់ខ្ញុំទើបតែចាក់ចេញពីច្រកទ្វារហើយត្រូវបានញុះញង់រហូតដល់ត្រូវបង្ខំចិត្តបិទវាម្ដងទៀតមុនពេលចាក់ចេញពួកគេបាននិយាយថាពួកគេត្រូវតែទាមទារយុត្តិធម៌មកវិញស្វែងរកយុត្តិធម៌ពីអ្នកណាបរិះចំណាស់2នាក់នោះ
ពួកគេមានការតាំងចិត្តខ្ពស់ពួកគេទាំងពីរគិតថានិកាយ Pojen របស់ខ្ញុំកំពុងខុបខិតជាមួយភីគីមខាងទៀតឥឡូវនេះខ្ញុំយល់ហើយអ្នកទាំងពីរនោះពិតជាកំពុងរៀបចំផែនការនេះពួកគេដឹងថានិកាយ Pojen របស់យើងងាយស្រួលចាប់បានដូច្នេះពួកគេកំពុងប្រើប្រាស់កន្លែងនេះជាសមរភូមិគ្រាន់តែខ្ញុំនិងបរិសចំណាស់ Chen Shen នោះកាលពីលើកមុនគាត់បានព្យាយាមលួចអ្នកក្រោមបង្គាប់ Prewen របស់យើងមើលមានអ្វីកើតឡើងមនុស្សឈួតពីរនាក់នោះបានបំផ្លាញពាក់កណ្ដាលនៃនិកាយរបស់យើងបំរើពួកគេត្រឹមត្រូវទោះជាយ៉ាងណាក៏ដោយវាចម្លែកណាស់ហេតុអ្វីបានជាពួកគេជ្រើសរើសកំណត់គោលដៅ Golden Pavilion និងបន្ទប់ Alchemy របស់គាត់វាដូចជាមាននរណាម្នាក់កំពុងទាញខ្សែនៅពីក្រោយឆាកអ្នកណាដឹងប្រហែលជាវាជាឆន្ទៈនៃស្ថានសួគ៌ខ្ញុំគិតថានេះជាកម្មផលគាត់បន្តព្យាយាមទាញយកប្រយោជន៍ពីអ្នកដទៃហើយនៅទីបញ្ចប់គាត់ខ្លាចជាថ្មសម្រាប់អ្នកដទៃឡើងលើក្រោយពេលខ្ញុំជួបគាត់ខ្ញុំនឹងត្រូវសួរគាត់ថាតើការដុតពាក្យជើង3ដ៏កំហុសនោះជាចាប់ដែរឬទេហាលោកគ្រូមានរឿងអ្វីកើតឡើងចំពោះអ្នកនាពេលថ្មីនេះពេលខ្លះអ្នកសើចដោយគ្មានហេតុផលលោកគ្រូតើអ្នកឈួតដោយសារនៅលើភ្នំជីជុនយូរពេកទេលោកគ្រូតើអ្នកបានជួបផ្លូវតក្នុងការហ្វឹកហាត់របស់អ្នកទេឬក៏បច្ចេកទេសភ្លើងជាប់គាំងតើអ្នកកំពុងគិតអ្វីពេញមួយថ្ងៃខ្ញុំសុខសប្បាយទេល្អជាងក្មេងនោះដែលមិនអាចចង់ចំណងបានគឺល្អហើយខ្ញុំឆ្ងល់ថាតើអ្នកនៅលើភ្នំជីជុនយូរពេកហើយឬនៅប្រហែលជាមានអារម្មណ៍ធុញទ្រាន់ឬអ្វីមួយឬប្រហែលជាទេពកោសល្យរបស់ខ្ញុំអស្ចារ្យពេកដែលធ្វើឲ្យអ្នកសប្បាយចិត្តខ្លាំងពេកដែលចៅហ្វាយនិកាយហ៊ានប្រកួតប្រជែងខ្ញុំដូច្នេះនិកាយវ៉ានហ្វាកំពុងសហការជាមួយនិកាយបំបែកតើអ្នកប្រកាសទេថាអ្នកបានឃើញវិមានអណ្ដាតភ្លើងស៊ូក៏នឹងនិកាយបំបែកប្រកាសណាស់ខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែកយ៉ានឆាងអាវិនកំពុងពិភាក្សាសម្ងាត់ជាមួយនិកាយបំបែកដោយសារពួកគេបានធ្វើឲ្យយើងអាម៉ាស់ដល់កម្រិតនេះគុំនិយាយថាយើងមិនគោរពបញ្ជាឲ្យនិកាយវ៉ានហ្វារៀបចំសម្រាប់សមរភូមិចាប់ពីថ្ងៃនេះទៅមែនហើយនិកាយវ៉ានហ្វាល្អណាស់និកាយវ៉ានហ្វានិកាយបំបែកកំពុងរៀបចំផែនការជន់ឈ្លីវិមានអណ្ដាតភ្លើងស៊ូរបស់យើងហើយការប្រកួតនិកាយធំទាំង7កំពុងខិតជិតមកដល់មេនិកាយវ៉ានហ្វាចោទប្រកាន់យើងថាបានខុបខិតជាមួយវិមានអណ្ដាតភ្លើងស៊ូវ៉ាងហ្វេងសេនចោទប្រកាន់យើងថាបានខុបខិតជាមួយនិកាយវ៉ានហ្វាឥឡូវនេះនិកាយធំទាំងពីរទាមទារការបំភ្លឺពីយើងលើកលែងតែផលវិបាកពិតប្រាកដប្អូនប្រុសរបស់ខ្ញុំឆាងអ៊ូមើលចុះខ្ញុំមានរបស់ល្អអ្វីខ្លះដែលខ្ញុំបាននាំមកជូនអ្នកកញ្ជ្រោងចាស់ឲ្យអ្នកប្រកាសជាបានជួបអ្វីដែលអស្ចារ្យតើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្តខ្លាំងម្ល៉េះហាអ្នកមិនទាន់ដឹងនៅឡើយទេមែនទេអាណាចក្រស៊ូពិតជារស់រវើកមិនគួរឲ្យជឿនាពេលបច្ចុប្បន្ននេះតើរឿងនេះអាចទៅរួចទេវាពិតជាបើកភ្នែកមែនផ្លូវនៃការហ្វឹកហាត់នៅតែមានភាពបត់បែននិងរបត់ជាច្រើនចូលទៅអនុវត្តបច្ចេកទេសឋានស៊ូក្រចុះចូលមុនពេលអាហារថ្ងៃត្រង់អ្នកត្រូវតែអនុវត្តបច្ចេកទេសទី3សូមទទួលយកវាផងលោកម្ចាស់នេះគឺជាដាវសាកល្បងចិត្តដែលមានសមត្ថភាពបំបែកបុគ្គលស្មោះត្រង់និងជនក្បត់វាជាវត្ថុដ៏មានតម្លៃសម្រាប់លុបបំបាត់មនុស្សអកុសលនៅក្នុងនិកាយដាវសាកល្បងចិត្តនេះអាចដឹងពីគំនិតពិតរបស់អ្នកកាន់វានឹងបង្ហាញខ្លួនឯងជាពណ៌ប្រភេទចាស់ប្រសិនបើមានភក្ដីភាពនិងភាពស្មោះត្រង់វានឹងបញ្ចេញពន្លឺពណ៌មាសដូចអ្នកដែលជាឧទាហរណ៍បេះដូងរបស់នោះគឺបរិសុទ្ធបំផុតបងទី10គូបងទី10គូឆាងគឺតើទ្រព្យសម្បត្តិនេះពិតជាអាចបង្ហាញជនក្បត់ទាំងអស់បានទេហេតុអ្វីបានជាមេនិកាយនៃនិកាយស៊ីនស៊ូនខ្វះការសម្រេចចិត្តក្នុងការលុបបំបាត់មនុស្សអាក្រក់និងអ្នកវង្វេងស្មារតីខ្ញុំបានរងចាំថ្ងៃនេះអស់រយៈពេល100ឆ្នាំមកហើយនិកាយស៊ីនស៊ូនហាក់ដូចជាមានសន្តិភាពនៅខាងក្រៅប៉ុន្តែតាមពិតទៅមានកម្លាំងចលក៏លាក់ខ្លួននៅក្រោមផ្ទៃមនុស្សគ្រប់គ្នាកំពុងលាក់ខ្លួនជ្រៅពេកដូច្នេះពួកគេមិនទាន់ត្រូវបានលុបបំបាត់នៅឡើយទេដាវសាកល្បងចិត្តនេះគឺដូចជាភ្លៀងធ្លាក់នៅពេលវេលាត្រឹមត្រូវប៉ុន្តែសូមចងចាំថាទ្រព្យសម្បត្តិនេះមិនត្រូវបង្ហាញដល់អ្នកដទៃយ៉ាងងាយស្រួលនោះទេដើម្បីជៀសវាងការដាស់ពោះបងទី10គូឆាងគឺចំពោះអំណោយដ៏អស្ចារ្យបែបនេះខ្ញុំនឹងទទួលយកវាក្នុងនាមនិកាយស៊ីនស៊ូនកុំអរគុណខ្ញុំលឿនពេកដោះរីជាមួយជនក្បត់ចូលធ្វើវាដោយស្ងៀមស្ងាត់កុំបង្កការភ័យស្លន់ស្លោទឹកអម្រឹតព្យាបាលឆ្អឹងនេះគឺថ្មីមកពីកំពូលភ្នំតាន់ទីងទុកវាសម្រាប់ខ្លួនអ្នកខ្ញុំនឹងត្រឡប់មកវិញឆាប់នេះអូដោយវិធីនេះខ្ញុំនឹងរក្សាដង្កូវដែលខ្ញុំចាប់បានឲ្យចាក់សោសម្រាប់ពេលនេះអ្នកអាចដោះស្រាយជាមួយពួកវានៅពេលក្រោយអ្នកជាមេនិកាយអ្នកអាចសម្រេចចិត្តលើរឿងនេះដោយខ្លួនឯងតាមទស្សនៈរបស់ខ្ញុំវាមានហ្វឺនធានមានសកម្មភាពខ្លាំងនាពេលថ្មីនេះពួកគេប្រហែលជាកំពុងរៀបចំផែនការអ្វីមួយមុនការប្រកួតនិកាយធំទាំង7យើងត្រូវតែរៀបចំការការពាររបស់យើងមិនអាចឲ្យពួកគេរួចខ្លួនបានទេទង្វើរបស់អ្នកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ប្រសិនបើខ្ញុំមិនបានប្រុងប្រយ័ត្នទេអ្នកអត់ទេនឹងត្រូវបានគេបោកបញ្ឆោតវាជាបញ្ហាសម្រាប់អ្នកចៅហ្វាយនីជាន់ខ្ពស់ថ្ងៃនេះខ្ញុំបានរកឃើញតែវិញ្ញាណដែលទើបប្រមូលផលថ្មីដូច្នេះខ្ញុំបានយកខ្លះមកចែករំលែកមានបញ្ហាពិតប្រាកដមួយមេនិកាយផ្ទាល់បានមកយកតែយើងបានខ្លាយជាមនុស្សប្រងើយកន្តើយដោយសារតែកិត្តិយសនេះចៅហ្វាយនីជាន់ខ្ពស់នៃនិកាយកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលថ្មីនេះវាហាក់ដូចជាពួកគេចិត្តដល់កម្រិតកម្ពស់របស់ពួកគេត្រូវការជំហានមួយទៀតជុំនេះគឺជាការសាកល្បងឆន្ទៈពិតប្រាកដជាមួយនឹងការសាកល្បងឆន្ទៈនេះវាដល់ពេលដែលត្រូវបន្សុទ្ធទឹកនៃទីសក្ការៈអ្នកហ្វឹកហាត់ជាន់ខ្ពស់ទាំង3នាក់គឺចៅហ្វាយតាវនៃសាវិន័យលីវសៀនអ្នកថែរក្សាកម្ពូលភ្នំដានទីងនិងអ្នកហ្វឹកហាត់ខាងក្រៅទាំងនេះគឺជាមនុស្សដែលបានប្រើលេសនៃការបញ្ជូនធម្មពលវិញ្ញាណសម្រាប់ការពិ
រស់យោបល់នឹងត្រួតពិនិត្យឲ្យកិច្ចការផ្ទៃក្នុងរយៈពេល3ថ្ងៃកន្លងមកដើម្បីជ្រើសរើសអ្នកដែលបានប្រឡងជាប់ការបន្សុទ្ធចិត្តវាតិចជាងអ្វីដែលខ្ញុំរំពឹងទុកវាហាក់ដូចជាក្រោមការត្រួតពិនិត្យរបស់ខ្ញុំគ្រឹះនៃនិកាយឈៀងសួននៅតែមានស្ថិរភាពអ្នកទាំង3នេះស្អាតជាងអ្វីដែលខ្ញុំគិតតើនោះមិនមែនអរគុណដល់អ្នកហ្វឹកហាត់ថ្នាក់ក្រោមទេលីវសៀនពូកែលាក់ខ្លួនពេកនៅថ្ងៃនោះលីវសៀនបាននិយាយយ៉ាងប៉ិនប្រសប់អំពីវេទមន្តរបស់និកាយនិងរបៀបធ្វើឲ្យកំពូលភ្នំដានទៀងអស្ចារ្យប៉ុន្តែពណ៌ប្រភេទពីការធ្វើតេស្តបន្សុទ្ធចិត្តនោះវាមានស្បែកក្រាស់ណាស់វាមិនអាចរំលាយបានប្រសិនបើគាត់និយាយរឿងមួយហើយធ្វើរឿងមួយទៀតឥឡូវនេះក្រឡេកមើលទៅក្រោយវិញវាគួរឲ្យអស់សំណើចណាស់កុំឆ្មើងឆ្មៃពេកអ្នកមិនទាន់បានត្រួតពិនិត្យអ្នកហ្វឹកហាត់ធម្មតាទាំងអស់នៅឡើយទេនោះជាការពិតការធ្វើតេស្តខ្លឹមសារស្នូបានបញ្ចប់អ្នកហ្វឹកហាត់ទូទៅត្រូវតែដោះស្រាយបន្ទាប់ប៉ុន្តែការធ្វើតេស្តបន្សុទ្ធចិត្តរបស់និកាយឈៀងសួនមិនមែនគ្រាន់តែសម្រាប់បង្ហាញនោះទេភាគច្រើននៃអ្នកដែលរអិលឆ្លងកាត់អ្នកហ្វឹកហាត់ខាងក្នុងមានចិត្តមិនស្ថិតស្ថេរទោះបីជាត្រីពីរបីក្បាលអាចរត់គេចខ្លួនក្នុងចំណោមនៅហ្វឹកហាត់ធម្មតាក៏ដោយវាគ្មានន័យអ្វីក្នុងការបង្កើតឥទ្ធិពលលោកណាមួយឡើយខ្ញុំមានបំណងផ្លាស់ប្ដូរការប្រកួតប្រជែងនិកាយទៅខែក្រោយនៅពេលនោះខ្ញុំនឹងប្រើការប្រកួតប្រជែងជាឱកាសដើម្បីផ្ទៀងផ្ទាត់ឡើងវិញនៅលក្ខណៈសម្បត្តិរបស់មនុស្សគ្រប់គ្នាហើយចំពោះការផ្លាស់ប្ដូរការវិភាគភ្លាមត្រូវតែមានការពន្យល់គ្រាន់តែនិយាយថាវាដោយសារតែការប្រកួតប្រជែងលើកទី7ថ្ងៃផុតកំណត់ចិត្តមកដល់ហើយវាចាំបាច់ក្នុងការជ្រើសរើសអ្នកប្រកួតប្រជែងដែលមានសិទ្ធិមុនការវិភាគហេតុផលនេះគឺសមហេតុផលគ្មាននរណាម្នាក់អាចជ្រៀតជ្រែកបានទេការពឹងផ្អែកលើឈ្មោះនៃការប្រកួតប្រជែងសមរកគោលបំណងផ្ទៀងផ្ទាត់គឺជាជំហានដ៏ប្រុងប្រយ័ត្នមួយជាការពិតណាស់នៅពេលដែលអ្នកចូលរួមធម្មតាទាំងអស់ត្រូវបានច្រោះចេញនិកាយឈៀងសួននិងស្អាតស្អំយ៉ាងពិតប្រាកដ